នេះគឺជាគំនិតមនោគមវិជ្ជារបស់អ្នកនយោបាយសៀមដែលមានគំនិតចិញ្ចឹមចិត្តចង់ឈ្លានពានមកលើប្រទេសកម្ពុជានិងមិនត្រឹមតែទឹកដីទីទាំងប្រាសាទនិងវប្បធម៌ហើយថែមទាំងបានចោទកម្ពុជាក្រឡាយប្រវត្តិសាស្ត្រថាអ្វីទាំងអស់គឺជារបស់ខ្លួនហើយអត្ថបទនេះខ្ញុំបានឃើញការផុសផ្សាយរបស់លោកម៉ៅវុធានៅក្នុងបណ្ដាញសង្គមដោយលោកបានសរសេរថាកាលពីមុនខ្ញុំធ្លាប់បាននិយាយជាច្រើនលើកច្រើនសារមកហើយនៅបដិវត្តសៀមដែលបានធ្វើឡើងនៅក្នុងថ្ងៃទី24ខែមិថុនាឆ្នាំ1932ព្រមទាំងបានណែនាំរួចអស់ហើយនៅបណ្ដាលមេដឹកនាំបដិវត្តសៀមដែលហៅថាគណៈរដ្ឋស្ដរឬក៏គណៈប្រជានុរាស្ត្រពិសេសបណ្ដាលអ្នកដែលបានពឹងបារមីទឹកដីប្រទេសកម្ពុជាដំណាក់កាលចុងក្រោយនៃជីវិតដូចជាព្រះជាយាសុងសុកដេតឬក៏លោកទេពបឋមសេនដែលបានរត់ភៀសខ្លួនមកនៅកម្ពុជាធ្វើនំលក់និងធ្វើជាងជួសជុលកង់ក្រោយមកគឺលោកឧត្តមសេនីយ៍ភ្លេវិបុលសង្ក្រានដែលបានរត់ចូលកម្ពុជាតាមរយៈផ្លូវកោះកុងលោកបានសរសេរថាលោកសូមរំលឹកបុគ្គលម្នាក់ដែលបានចាត់ទុកថាជាមេខ្លោងនៃគំនិតមនោគមវិជ្ជាគំនិតជ្រុលនិយមរបស់សៀមជាពិសេសគំនិតមនោគមវិជ្ជាផែនថៃនិយមដែលគោលនយោបាយនេះមិនត្រឹមតែធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីខេត្តបាត់ដំបងសៀមរាបមួយរយៈខ្លីនៅក្នុងសម័យសង្គ្រាមលោកលើកទី2តែប៉ុណ្ណោះនោះទេថែមទាំងជាមេគំនិតបង្កសង្គ្រាមដណ្ដើមយកប្រាសាទព្រះវិហារទៅគ្រប់គ្រងនៅក្នុងទសវត្សរ៍ឆ្នាំ1950ផងដែរម្នាក់នោះឈ្មោះថាលួងវិចិត្រវត្តកាជាតួអង្គនយោបាយនិងប្រវត្តិសាស្ត្រដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រវិទ្យាសាស្ត្រនយោបាយវប្បធម៌និងមនោគមសៀមនៅក្នុងសតវត្សទី20និងបន្តជះឥទ្ធិពលដល់គំនិតឈ្លានពានវិទ្យានិយមនិងឈ្លានពានរបស់រដ្ឋបាលសៀមនាពេលបច្ចុប្បន្ននេះថែមទៀតផងលួងវិចិត្រវត្តកាមានឈ្មោះដើមថាគឹមលៀងជាកូនចៅចិនកើតនៅឆ្នាំ1898នៅក្នុងខេត្តឧថ័យធានីភូមិភាគកណ្ដាលនៃប្រទេសសៀមលោកបានសិក្សាផ្នែកច្បាប់ប្រវត្តិសាស្ត្រនិងកិច្ចការបរទេសហើយបានចូលបម្រើការជាអ្នកមន្ត្រីរាជការការទូតរហូតបានក្លាយជារដ្ឋមន្ត្រីការបរទេសលោកគឺជាទីប្រឹក្សាដ៏ជិតដិតបំផុតរបស់នាយករដ្ឋមន្ត្រីសៀមគឺលោកឧត្តមសេនីយ៍ភ្លេកវិបុលសង្គ្រាមនិងឧត្តមសេនីយ៍សរិនថាវរៈលួងវិចិត្រវត្តកាបានស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំ1962ដោយជំងឺបេះដូងប្រហែលជាមកពីឈឺចិត្តពេកដោយដឹងថានឹងចាញ់ក្តីរឿងប្រាសាទព្រះវិហារកាលពីពេលនោះលួងវិចិត្រវត្តកានេះហើយដែលចង់បង្កើតមហាប្រទេសថៃឬគំនិតចក្រពត្តិនិយមថៃហើយតែងតែបង្រៀនកូនសិស្សសៀមគ្រប់គ្នាអំពីរឿងនេះឧទាហរណ៍ជាក់ស្ដែងបំផុតនោះគឺនៅក្នុងបទកថាមួយជូនដល់បណ្ដាសាស្ត្រាចារ្យគ្រូបង្រៀននិងបណ្ដានិស្សិតទាំងឡាយនៅក្នុងថ្ងៃទី17ខែតុលាឆ្នាំ1940លើប្រធានបទការបាត់បង់ដែនដីរបស់ថៃឲ្យបារាំងលួងវិចិត្រវត្តកានេះបាននិយាយថាប្រសិនបើពួកយើងបានដែនដីដែលបាត់បង់នោះត្រឡប់មកវិញបានយើងសង្ឃឹមថាយើងជាមហាប្រទេសដែលយើងនឹងមានផែនដីអធិបតេយ្យភាពយ៉ាងធំទូលាយភាគខាងជើងទៅដល់12ជុថៃដែលទីនោះគឺមានសាច់ឈាមបងប្អូនបង្កើតថៃរស់នៅប្រមាណជាង24លាននាក់ដែលជាដើមកំណើតជាថៃប្រើភាសាថៃនិងមានទឹកចិត្តឈាមជ័រជាថៃហើយមិនយូរទេយើងនឹងមានប្រទេសដែលមានក្រឡាផ្ទៃធំរហូតទៅដល់9លានគីឡូម៉ែត្រការ៉េហើយមានប្រជាជនសរុបទៅដល់ជាង40លានដែលនាំឲ្យថៃក្លាយទៅជាមហាប្រទេសកាលពីពេលនោះប្រទេសសៀមមានប្រជាជនប្រមាណជាង 14.5 លាននាក់ហើយមានក្រឡាផ្ទៃប្រមាណជាង 5.13 សែនគីឡូម៉ែត្រការ៉េនៅក្នុងទំនាក់ទំនងរវាងកម្ពុជាគំនិតរបស់លួងវិចិត្រវត្តកានេះគឺអាក្រក់ខ្លាំងណាស់ដោយទាំងបន្ទាបតម្លៃនិងបដិសេធអត្តសញ្ញាណរបស់ខ្មែរដោយបានបន្សល់ទុកនៅសម្ដីនិងទ្រឹស្ដីនិងអត្ថបទជាច្រើនដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងប្រវត្តិសាស្ត្រនៃជាតិសាសន៍ខ្មែរវាបានប្រើប្រាស់វោហារសាស្ត្រនយោបាយកែច្នៃប្រវត្តិសាស្ត្រដើម្បីបម្រើឲ្យមហិច្ឆតាវាទីទឹកដីនិងបង្កើតជារបាំងស្មារតីមិនឲ្យប្រជាជនថៃទទួលស្គាល់សិទ្ធិស្របច្បាប់របស់ខ្មែរលើប្រាសាទព្រះវិហារទោះជាតុលាការពិភពលោកបានសម្រេចរួចមកហើយក៏ដោយ
ខាងក្រោមនេះគឺជាបណ្ដាគំនិតនិងទ្រឹស្ដីនយោបាយរបស់លោកវិចិត្រវត្តការដែលបានបង្ខូចប្រវត្តិសាស្ត្រខ្មែរហើយមាននៅក្នុងសៀវភៅនិងការថ្លែងការណ៍នានារបស់វាចាប់តាំងពីទសវត្សរ៍ឆ្នាំ1930មកទី1ទ្រឹស្ដីដែលថាខ្មែរបច្ចុប្បន្នមិនមែនជាខ្មែរកសាងអង្គរនោះទេលោកវិចិត្រវត្តការនេះបាននិយាយនឹងសរសេរថាជនជាតិខ្មែរដែលរស់នៅសប្តាហ៍នេះមិនមែនជាកូនចៅកាត់ឈាមជាប់ផ្ទាល់ពីខ្មែរបុរាណឬពួកខមដែលជាអ្នកសាងប្រាសាទអង្គរវត្តនិងប្រាសាទព្រះវិហារនោះឡើយលោកបានព្យាយាមបកប្រែថាពួកខមបុរាណបានរលាយសាបសូន្យទៅហើយឬបានលាយឈាមជ័រទៅជាជនជាតិថៃចំណែកឯជនជាតិខ្មែរសពថ្ងៃគ្រាន់តែជាជនជាតិភាគតិចឬជាអ្នកដែលបានមកបន្តរស់នៅលើទឹកដីក្រោយមកទៀតតែប៉ុណ្ណោះទ្រឹស្ដីនេះត្រូវបានគេបង្កើតឡើងដើម្បីបន្ទាបតម្លៃជាតិសាសន៍ខ្មែរនិងដកហូតភាពជាម្ចាស់លើអរិយធម៌ដ៏អស្ចារ្យលោកវិចិត្រវត្តការនេះបដិសេធដាច់ខាតថាខ្មែរមិនមែនជាខមនោះទេពីទ្រឹស្ដីវប្បធម៌ខ្មែរជាការចម្លងពីថៃដោយអះអាងថាក្រោយការដួលរលំនៃសម័យអង្គរអរិយធម៌ខ្មែរបានស្លាប់បាត់បង់ទៅហើយអ្វីដែលខ្មែរមាននាសម័យក្រោយមកទៀតនេះដូចជារបាំភាសាប្រើប្រាស់នៅក្នុងព្រះបរមរាជវាំងទំនៀមទម្លាប់អក្សរសិល្ប៍គឺដោយសារតែថៃសម័យអយុធ្យានិងរតនកោសិនជាអ្នកទៅបង្ហាត់បង្រៀននិងស្ដារឡើងវិញឲ្យខ្មែរដូច្នេះខ្មែរគឺជំពាក់គុណសៀមនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2នៅពេលដែលបារាំងទន់ខ្សោយដោយសារតែការវិលុកពីអាល្លឺម៉ង់លោកវិចិត្រវត្តការនេះហើយបានប្រើប្រព័ន្ធផ្សព្វផ្សាយគឺវិទ្យុនិងការសម្ដែងល្ខោនដើម្បីបំផុសបំផុលប្រជាជនសៀមឲ្យងើបឡើងទាមទារទឹកដីខ្មែរនិងឡាវពីបារាំងវិញដោយប្រើប្រាស់ពាក្យថាទឹកដីថៃដែលបាត់បង់សកម្មភាពឃោសនារបស់លោកបានជោគជ័យនៅក្នុងការរុញច្រានឲ្យមានសង្គ្រាមបារាំងថៃដែលជាលទ្ធផលថៃបានកាត់យកខេត្តបាត់ដំបងនិងសៀមរាបលើកលែងតែតំបន់អង្គរសេរីសុភ័ណ្ឌទៅគ្រប់គ្រងជាបណ្ដោះអាសន្ននៅឆ្នាំ1941ដល់ឆ្នាំ1946នៅក្នុងពេលទំនាស់រឿងប្រាសាទព្រះវិហារនឹងត្រូវឡើងសវនាការរឿងនៅតុលាការអន្តរជាតិទីក្រុងឡាអេចន្លោះឆ្នាំ1959ដល់ឆ្នាំ1962លោកវិចិត្រវត្តការជាតួអង្គមនោគមវិជ្ជាពីក្រោយខ្នងនិងជាក្រុមអ្នកច្បាប់ម្នាក់នៅក្នុងការរៀបចំឯកសារការពារក្តីឲ្យភាគីថៃការប្រើប្រាស់ទ្រឹស្ដីខមក្នុងទំនាស់ទោះបីជាការតតាំងក្តីនៅតុលាការអន្តរជាតិបានផ្ដោតសំខាន់លើខ្សែបន្ទាត់ព្រំដែននិងផែនទីគឺផែនទីដងរែកលិខិតបទកថាគតិយុត្តក៏ដោយប៉ុន្តែការឃោសនាផ្ទៃក្នុងរបស់ថៃដែលដឹកនាំដោយលោកវិចិត្រវត្តការគឺតែងតែយករឿងជាតិសាសន៍ខមមកនិយាយជានិច្ចដើម្បីបញ្ចុះបញ្ចូលឲ្យប្រជាជនថៃថាប្រាសាទព្រះវិហារត្រូវបានកសាងដោយពួកខមបុរាណដែលលោកទាញថាជាបុព្វបុរសសៀមមិនមែនជារបស់ជនជាតិខ្មែរសពថ្ងៃនោះទេការប្រមាថមើលងាយរដ្ឋាភិបាលខ្មែរតាមរយៈវិទ្យុផ្សាយសម្លេងរបស់រដ្ឋាភិបាលថៃលោកបានប្រើប្រាស់ភាសាធ្ងន់ធ្ងរបន្ទាបតម្លៃនិងប្រមាថមកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋដែលកាលនោះព្រះអង្គស្ថិតនៅក្នុងឋានៈជាព្រះប្រមុខរដ្ឋដោយចោទប្រកាន់ថាកម្ពុជាជាអ្នកលួចប្លន់ទឹកដីសៀមដោយសារតែខ្មែរប្រើប្រាស់ផែនទីដែលធ្វើឡើងដោយអាណានិគមបារាំងផែនទី1ភាគ200,000នៅឆ្នាំ1908ការចាក់ឫសគំនិតមិនព្រមចាញ់ដល់ជនជាតិសៀមទោះបីជាដឹងថាកម្ពុជាមានព្រៀបខាងផ្លូវច្បាប់អន្តរជាតិក៏ដោយលោកលួងវិចិត្រវត្តការបានបំផុសបំផុលស្មារតីយោធាថៃឲ្យត្រៀមខ្លួនធ្វើសង្គ្រាម